cha phục mai bọc ôn ở kia nè rùm lô lơ phục lô mơ clip đi bị ôn đi bị đam đỏ chọc xong mai bọc ôn ở kia mơ hai nụ vật phong nè phục mai bọc ôn ở kia lấy nè kêu nâng chay rừng lệ rừng mùi đại quạt màu bạc sa cho mình nè kêu nè tam telegram quạt bạc tha nè kêu nhom chẳng man kêu sa muối đợt o tam bị đấy o tam bị côn nâng o tam khuôn ai chẳng nhom trời vừa đời đây chẳng nè kêu nâng bộ sai nâng bài nghĩ vài tam cho bạc thòm chiết phục mai bọc ôn nè chẳng bao giờ về phục mai bọc ôn trong ăn kêu sa muối đợt trời để chập đá bị na chập đá bị dương chia mà đài nè chia mà đài bởi dương chia bốc cứ dương chia bốc chia mê kêu sa chập đá được kia nè na trong bán cứ nè nông tài chập đá phụ ấy chỉ vật bỏ dương sập ngay cứ ru được biết sầm bộ hàng cày ở xây cất pi sầm bộ hàng khăn nông ấy chất hàng khăn nông ca cất bỏ dương hàng khăn nông chấm nè kêu cua tại bằng hành khơi bài cho bắp thòm chiết phục bài bọc ổn á cho bắp thòm chiết cứ ao dương riệp trong khuôn ai xa chỉ thầm mày cất khuôn ai xa chỉ thầm mày dương cho bán đây là con là nó kêu xa miền phiệp cọc đài miền phiệp rong rương miền phiệp muối đại dương trong bán tam nằm rời ca là bỏ dương chắc mà trong tam nằm rời ca là bỏ dương nhưng cô tại thưa mấy đại cừu dương trơi tại cất khuôn ai hái dốc chấm nội lọ nó chấm nội ác rọ mà bột nè tao sập ngày dương cầm bông tái cất bẹp nà hái dương trong màn bẹp nà là thế chắc bây giờ dương cất bẹp vitamin dương nâng bán bẹp vitamin tai bởi dương cất bẹp vitamin cốt nâng máu tam bẹp vitamin chọn bán khuôn ai lọ ta đài ni dây pi khuôn ai lọ đài cất pi khuôn ai lọ đài phơ ai à rầm dương sờ sài cướp pi beli ọt đài phơ ở dương nè miền cái đây sọc bànประมาณ នាទី ប្រមាណ ម៉ោង គិតតែប្រទេសផ្ដាស់ដើរទៅគិតនេះគិតនោះគ្មានហេតុផលគិតតែវិភាគមួយលានហេតុផលតាមសម្បកក្រៅដែលយល់អារម្មណ៍ខ្លួនឯងអត់ដែលស្រឡាញ់យកចិត្តទុកដាក់ខ្លួនឯងអត់ដឹងថាខ្លួនឯងត្រូវការអីតែមិននិយាយមិនគិតទេគិតតែលូគិតតែឈឺក្បាលរឿងដែលយើងមិនចង់បានចឹងពុកម៉ែបងប្អូនណាយកក្រដាស់និងប៊ិចដាស់សិភៅមកមួយក្បាលណាឲ្យស្អាតកត់ជារៀងរាល់ថ្ងៃកត់ជារៀងរាល់ថ្ងៃឲ្យបានរយៈពេល3ខែទៅ6ខែតាមជំនឿពុកម៉ែបងប្អូនទាំងអស់គ្នាណាចាប់ផ្ដើមពីយើងមិនថាយើងជាប្តីជាប្រពន្ធជាកូនឬមួយគូពុកម៉ែបងប្អូននៅម្នាក់ឯងឬមួយគូពុកម៉ែបងប្អូនមានគ្រួសារច្រើននេះចឹងអ្វីដែលចង់ឲ្យល្អលើពិភពលោកនេះគឺចាប់ផ្ដើមពីយើងតើយើងគ្រប់គ្រាន់លើអំពើល្អនៅតើយើងគ្រប់គ្រាន់លើចិត្តវិជ្ជមានរបស់យើងនៅតើយើងគ្រប់គ្រាន់នឹងមាត់និយាយរបស់យើងល្អនៅព្រោះមាត់របស់យើងនិយាយលឿនណាស់ការគិតរបស់យើងពេលខ្លះអត់តាន់ផងជាណាគិតទៅខាងឆ្វេងនិយាយទៅខាងស្ដាំចឹងពុកម៉ែបងប្អូនបង្វែរទិសដៅមកយើងវិញណាកែពីខ្លួនឯងមើលទង្វើខ្លួនឯងត្រូវចាប់កំហុសខ្លួនឯងអត់តាន់កាលណាខ្លួនឯងចង់បានអីចង់បានខ្លួនឯងល្អអញ្ចឹងខ្លួនឯងល្អត្រូវធ្វើម៉េចត្រូវជាមេផ្ទះមួយដ៏ល្អត្រូវតែជាមេគ្រួសារមួយដ៏ល្អត្រូវតែជាបុគ្គលម្នាក់ដែលចេះរស់ស៊ីណាសពថ្ងៃនេះមិនថាយើងស្រីប្រុសទេយើងមានសិទ្ធិរស់ស៊ីស្មើគ្នាលើពិភពលោកមានសិទ្ធិខ្លាចជាមហាសេដ្ឋីស្មើគ្នាលើលោកអញ្ចឹងពុកម៉ែបងប្អូនកត់និយាយដដែលណាខ្ញុំជាមនុស្សម្នាក់ដែលមានតែរឿងល្អគ្រប់យ៉ាងខ្ញុំជាមនុស្សម្នាក់ដែលចូលចិត្តរឿងគិតល្អខ្ញុំជាមនុស្សម្នាក់ដែលអនុញ្ញាតខ្លួនឯងឲ្យខ្លួនខ្ញុំអភិវឌ្ឍខ្លួនទៅជាបុគ្គលដ៏ល្អសម្រាប់គ្រួសារនិងសង្គមជាតិសម្រាប់ពុកម៉ែបងប្អូនរួមលោកទាំងអស់គ្នាខ្ញុំត្រូវតែអរគុណខ្លួនឯងឲ្យបានច្រើនបំផុតខ្ញុំត្រូវតែស្រឡាញ់ខ្លួនឯងឲ្យច្រើនបំផុតខ្ញុំគិតអីនឹងបាននឹងចឹងត្រូវតែអរគុណខ្លួនឯងជារៀងរាល់ថ្ងៃត្រូវតែលើកទឹកចិត្តខ្លួនឯងជារៀងរាល់ថ្ងៃហើយត្រូវតែប្រាប់ខ្លួនឯងជារៀងរាល់ថ្ងៃថាខ្ញុំជាមនុស្សម្នាក់ដែលល្អគ្រប់យ៉ាងខ្ញុំជាមនុស្សម្នាក់ដែលល្អឥតខ្ចោះខ្ញុំជាមនុស្សម្នាក់ដែលពុកម៉ែបងប្អូនរួមលោកនិងក្រុមគ្រួសារត្រូវការចាំបាច់បំផុតសម្រាប់គ្រួសារ
ខ្ញុំជាស្ត្រីដឹកនាំដ៏ខ្លាំងក្លាលើពិភពលោកខ្ញុំជាស្ត្រីដ៏អង់អាចសម្រាប់ដឹកនាំគ្រួសារដ៏មានធម៌ពលចឹងពុកម៉ែបងប្អូនមិនបាច់និយាយតាមអ្នកគ្រូក៏បានដែរនិយាយអ្វីដែលល្អដែលខ្លួនឯងចង់បានណាពេលខ្លះគោលដៅយើងរៀងខ្លួនពេលខ្លះការនិយាយរបស់យើងរៀងខ្លួនអ្នកគ្រូគ្រាន់តែបង្ហាញផ្លូវតាមបែបច្បាប់ធម្មជាតិដោយងាយសប្បាយគ្រាន់តែនិយាយគ្រាន់តែគិតគ្រាន់តែសរសេរឲ្យបានជាក់លាក់ឲ្យច្បាស់ជឿលើខ្លួនឯងយើងនឹងទៅដល់ពេលវេលាមួយដែលយើងចង់បានគ្រួសារមានភាពកក់ក្ដៅគ្រួសារមានក្តីស្រឡាញ់យើងចាប់ផ្ដើមពីយើងណាអញ្ចឹងយើងត្រូវចេះស្រឡាញ់មិនស្រឡាញ់ខ្លួនឯងសិនដំបូងស្រឡាញ់ឲ្យបានច្រើនគិតឲ្យបានច្រើនគិតហើយស្រឡាញ់ហើយពេលនេះពុកម៉ែបងប្អូនអត់ទាន់មានអ្វីក៏ដោយណាពេលវេលាច្បាប់ធម្មជាតិនឹងឡងមកពុកម៉ែបងប្អូនវិញហើយនឹងដឹកនាំផ្លូវពុកម៉ែបងប្អូនមកដោយងាយស្វាយនឹងត្រាយផ្លូវឲ្យពុកម៉ែបងប្អូនដឹកដៃបងប្អូនឲ្យងើបទៅរករឿងដែលពុកម៉ែបងប្អូនចង់បានទោះជាមិនចង់ក៏ត្រូវតែចង់ឲ្យតែនិយាយឲ្យយើងជឿជាក់លើខ្លួនឯងឲ្យគ្រាន់តែយើងគិតឲ្យដល់កម្រិតរបស់ធម្មជាតិដោយយើងជឿមិនសង្ស័យដោយយើងមិនងាករាយតាមសម្បកក្រៅអញ្ចឹងសូមឲ្យពុកម៉ែបងប្អូនត្រូវតែអនុវត្តចាប់ផ្ដើមពីខ្លួនយើងសិនណាខ្លួនយើងត្រូវតែចាប់ផ្ដើមពីឥឡូវនេះត្រូវតែនិយាយល្អគិតល្អធ្វើល្អជីវិតនឹងមានល្អគ្រប់ពេលល្អបានន័យថាម៉េចអ្វីក៏ដោយគឺហាមគិតវិជ្ជមានហាមគិតមិនល្អព្រោះរឿងល្អនេះគឺនៅជាប់នឹងខ្លួនយើងជានិច្ចរឿងល្អនេះគឺជាអាវុធមួយដ៏ល្អបំផុតសម្រាប់យើងមានតែស្នាមញញឹមមានតែស្រស់ពេលវេលាស្រស់ស្រាយមានតែភាពរុងរឿងអញ្ចឹងពុកម៉ែបងប្អូនគួរតែជ្រើសរើសយកអនុវត្តខ្លួនឯងសិនណាដើម្បីឲ្យគ្រួសារមួយមានភាពកក់ក្ដៅដើម្បីឲ្យប្រទេសជាតិមួយជឿនលឿនទៅមុខអញ្ចឹងបើយើងមិនចាប់ផ្ដើមពីយើងទេយើងមិនអាចត្រាយផ្លូវវិជ្ជមានយើងមិនអាចត្រាយផ្លូវជីវិតដែលយើងចង់បានទេអញ្ចឹងពេលវេលាមួយដ៏អស្ចារ្យគឺយើងអនុវត្តមើលហើយគឺយើងអនុវត្តណាពុកម៉ែបងប្អូនអរគ្នាអនុវត្តដោយងាយសប្បាយអត់មានអនុវត្តដោយអារម្មណ៍តឹងតែងអនុវត្តដោយតាមអ្នកគ្រូអត់ទេដោយចិត្តខ្លួនឯងណាចង់ចិត្តខ្លួនឯងចង់ហើយយើងនឹងចាប់ផ្ដើមសាងជីវិតថ្មីចាប់ផ្ដើមដោះបំណុលជីវិតខ្លួនឯងកុំឲ្យជាប់គាំងរឿងបំណុលជីវិតដែលខ្លួនឯងគិតហើយអត់មានលទ្ធផលគិតហើយបែបលទ្ធផលមកអវិជ្ជមានដដែលអញ្ចឹងការគិតគំនិតរបស់យើងការច្នៃរបស់យើងការអភិវឌ្ឍខ្លួនរបស់យើងគឺផ្ដើមចេញពីយើងចង់បានអីយើងត្រូវអភិវឌ្ឍនឹងយើងចង់បានអីយើងនិយាយនឹងយើងចង់បានអីយើងត្រូវតែប្រាប់ខ្លួនឯងនឹងសរសេរឲ្យខួរក្បាលរបស់យើងចាំឲ្យទង្វើរបស់យើងคล้ายជាទម្លាប់ណាកាលណាយើងទម្លាប់យើងស្រួលណាមិនអត់ពិបាកអីទេពុកម៉ែបងប្អូនអញ្ចឹងคลิปខ្លី10នាទីរបស់អ្នកគ្រូនេះសូមឲ្យពុកម៉ែបងប្អូនចែករំលែកណាឲ្យបានច្រើនតាមបណ្ដាញសង្គមនានាមិនថាពុកម៉ែបងប្អូននៅទីកន្លែងណាទេរួមលោកមិនថាក្នុងប្រទេសឬក្រៅប្រទេសលើពិភពលោកនេះគឺមានសិទ្ធិសម្រេចចិត្តអនុវត្តខ្លួនឯងនៅផ្ទះដោយងាយសប្បាយតែបើសិនជាពុកម៉ែបងប្អូនមិនទុកចិត្តថាខ្ញុំអត់ទាន់ស្ដាប់អ្នកគ្រូយល់អស់អញ្ចឹងយល់ល្មមអត់ទាន់ស៊ីជម្រៅពុកម៉ែបងប្អូនអាចឆាតតាម Telegram អ្នកគ្រូបានណា086 519 337ដោយងាយសប្បាយអ្នកគ្រូប្រឹក្សាដែលគិតថ្លៃសេវាដើម្បីឲ្យពុកម៉ែបងប្អូនឈានដល់ផ្លូវមួយដែលយើងគិតថាសុខបានន័យថាយើងធ្វើបានហើយយើងមានគ្រួសារមួយមានភាពកក់ក្ដៅហើយផ្ដើមចេញពីយើងហើយអ្វីច្បាប់ធម្មជាតិនឹងត្រាយផ្លូវនឹងចាត់ចែងឲ្យយើងមានដង្ហើមដកគោសុខចាញ់គោសុខចូលគោសុខគ្រប់យ៉ាងគឺមានសុភមង្គលជានិរន្តរ៍ណាពុកម៉ែបងប្អូនយើងមិនមែនថាយើងធ្វើអញ្ចឹងហើយយើងអត់មានទុកទេមានដូចគ្នាតែទុកចូលយើងចេះទម្លាក់ចោលពេលទុកចូលយើងចេះទម្លាក់ចោលថាយើងស្រឡាញ់ខ្លួនឯងអញ្ចឹងគ្មានអ្វីខ្លាំងជាងការស្រឡាញ់ខ្លួនឯងទុកដាក់យកចិត្តទុកដាក់ខ្លួនឯងទេខ្លួនឯងគិតអីបាននឹងច្បាប់ធម្មជាតិអញ្ចឹងយើងគួរតែធ្វើម៉េចទុកចូលរលីសចេញទុកចូលទម្លាក់ចោលទុកចូលទាត់ចេញណាពុកម៉ែបងប្អូននេះជាច្បាប់ដែលងាយសប្បាយសូមអរគុណពុកម៉ែបងប្អូនអរគ្នា
ដែលបានមើលវីដេអូ clip នេះពីដើមដល់ចប់សូមឲ្យពុកម៉ែបងប្អូនមានសុភមង្គលគ្រួសារពិតប្រាកដសូមឲ្យ